ខេត្ត Cebu កោះភាគកណ្ដាលហ្វីលីពីនបានរងគ្រោះខ្លាំងជាងគេដោយហេតុតែខ្យល់ព្យុះទីហ្វុងកាល់មេហ្គីបានបោកសង្គ្រុបនៅថ្ងៃពុធទី5វិច្ឆិកាព្យុះកាល់មេហ្គីនេះបាននាំយកមកនៅទឹកភ្លៀងធ្លាក់យ៉ាងគំហុកបង្កជាទឹកជំនន់ហូរលាយឡំដោយដីភក់ល្បប់ជន់លិចទីក្រុងនិងស្រុកភូមិនានាគិតត្រឹមរសៀលថ្ងៃប្រហ័សការិយាល័យជាតិប្រជាសង្គ្រោះហ្វីលីពីនបានប្រកាសបញ្ជាក់ថាមានមនុស្សស្លាប់ចំនួនយ៉ាងហោច142នាក់បន្ថែមពីនេះនៅមានមនុស្សបាត់ខ្លួនចំនួន127នាក់ទៀតមនុស្សប្រមាណ500,000នាក់ទៀតត្រូវភៀសខ្លួននៅទូទាំងហ្វីលីពីនដើម្បីគេចចេញពីគ្រោះមហន្តរាយធម្មជាតិដ៏កាចសាហាវនេះនៅទីក្រុងលីលួានជិតទីក្រុង Cebu City គេបានប្រទះឃើញសាកសពមនុស្សចំនួន35នាក់ដែលលង់ទឹកស្លាប់កម្លាំងទឹកហូរបានបោកផ្ទប់រថយន្តបះជើងគោលើគ្នាលាយឡំដោយបំណែកផ្ទះសម្បែងរបស់របរប្រើប្រាស់នៅក្នុងដីភក់ល្បប់សំណង់ផ្ទះឈើរបស់ប្រជាជនក្រីក្រនៅតាមដងទន្លេត្រូវទឹកហូរបោកខ្ទេចអស់គ្មានសល់คล้ายជាវាលហោឋានគួរឲ្យសង្វេគនៅលើកោះ Negro ជាប់កោះ Cebu សាកសពមនុស្សយ៉ាងហោច30នាក់ត្រូវបានគេកកាយរកឃើញនៅព្រឹកថ្ងៃប្រហ័សបន្ទាប់ពីទឹកជំនន់បានបោកបង្ហូរនាំយកដីភក់គ្របសង្កត់ផ្ទះសម្បែងប្រជាជនឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កងទ័ពបានជួបគ្រោះថ្នាក់ធ្លាក់នៅក្នុងប្រតិបត្តិការសង្គ្រោះបណ្ដាលឲ្យស្លាប់សមាជិកសង្គ្រោះ6នាក់បន្ថែមទៀតកាលពីថ្ងៃពុធផ្អែកតាមការិយាល័យឧតុនិយមហ្វីលីពីនកម្លាំងទឹកភ្លៀងធ្លាក់បង្កដោយព្យុះកាល់មេហ្គីនៅលើកោះCebu គឺមានទំហំលើសធម្មតាដល់ទៅ 1.5 ដងបើប្រៀបធៀបទៅខែវិច្ឆិកាជាទូទៅកម្រិតទឹកភ្លៀងខ្លាំងរបៀបនេះគឺ20ឆ្នាំមានតែម្ដងប៉ុណ្ណោះសូមបញ្ជាក់ថាបំរែបំរួលអាកាសធាតុបានធ្វើឲ្យបាតុភូតធម្មជាតិខ្យល់ព្យុះទឹកជំនន់ភ្លៀងផ្គរកាន់តែកំណាចហើយហ្វីលីពីនដែលជាប្រជុំកោះកណ្ដាលមហាសមុទ្រស្ថិតនៅចំតំបន់ដែលសម្បូរខ្យល់ព្យុះទីហ្វុងបំផុតមួយឆ្នាំមិនក្រោម20ដងនោះឡើយគិតត្រឹមពេលនេះខ្យល់ព្យុះកាល់មេហ្គីគឺជាព្យុះកំណាចជាងគេប្រចាំឆ្នាំ2025សម្រាប់ហ្វីលីពីនខណៈកាលពីឆ្នាំទៅមិញព្យុះទីហ្វុងត្រាមីបានផ្តាច់ជីវិតមនុស្សចំនួន191នាក់នៅហ្វីលីពីន